Và mình tập dương sắc xa nơi mê riêng rồi dương anh đã tập bót nên việc cần lịch luôn thái chẳng dương mình tỏ từ sắc xa đã tập bót rồi dương dươngធ្វើការបកប្រែទាំងអស់គ្នាបាទហើយនេះគឺអត្ថបទរបស់យើងហើយនេះគឺខ្ញុំធ្វើការបកប្រែបាទដើម្បីបងប្អូនទាំងអស់គ្នាងាយស្រួលការអាននិងធ្វើការបកប្រែបាទចាំមកខាងនេះគឺខ្ញុំបកប្រែបាទចឹងយើងចូលទៅអាននៅអត្ថបទរបស់យើងតែម្ដងមកហើយយើងធ្វើការបកប្រែទាំងអស់គ្នាបាទ My home is a small and beautiful បាទ place where I live with my family that my home is a small and beautiful place where I live with my family my home is a small បើថាផ្ទះរបស់ខ្ញុំគឺតូចបាទផ្ទះខ្ញុំគឺជាកន្លែងតូចមួយបាទផ្ទះរបស់ខ្ញុំគឺតូចមួយទេបាទ and beautiful place where I live with my family នឹងស្រស់ស្អាតនឹងកន្លែងស្រស់ស្អាតដែលខ្ញុំរស់នៅជាមួយនឹងគ្រួសាររបស់ខ្ញុំបាទអញ្ចឹងបានថាផ្ទះរបស់គាត់តូចតែវាមានភាពស្រស់ស្អាតបាទវាកន្លែងមួយដែលស្រស់ស្អាតដែលគាត់នឹងរស់នៅជាមួយនឹងគ្រួសាររបស់គាត់បាទអញ្ចឹង my home is a small and beautiful place where I live with my family ផ្ទះរបស់ខ្ញុំគឺតូចហើយវាស្រស់ស្អាតបាទដែលខ្ញុំរស់នៅជាមួយនឹងគ្រួសាររបស់ខ្ញុំបើយើងបកប្រែខ្លីមកដែលថាផ្ទះរបស់ខ្ញុំគឺតូចបាទហើយវាគឺស្រស់ស្អាតបាទហើយវាគឺជាផ្ទះមួយដែលស្រស់ស្អាតដែលជាកន្លែងដែលខ្ញុំរស់នៅជាមួយនឹងគ្រួសាររបស់ខ្ញុំ It is located it's a quiet area it's away from noise and pollution but it is located in a quiet area បានថាវាមានទីតាំងនៅតំបន់មួយដែលស្ងប់ស្ងាត់គឺវាមានទីតាំងនៅកន្លែងដែលស្ងប់ស្ងាត់ away from noise and pollution ថាឆ្ងាយពីសំឡេង noise ថាសំឡេងរំខានបាទវាឆ្ងាយពីសំឡេងរំខានហើយនឹងការបំពុលផ្សេងបាទថាការបំពុលឧស្ម័នពុលអីហ្នឹងទៅបាទ Our house is always clean and well decorated our house is always clean and well decorated បើថាផ្ទះរបស់ពួកយើងតែងតែស្អាតផ្ទះរបស់ពួកយើងតែងតែស្អាតហើយនឹងតុបតែងបានយ៉ាងល្អបាទបើថាផ្ទះរបស់គាត់តូចបាទផ្ទះរបស់ពួកគាត់ហ្នឹងគឺវាតែងតែស្អាតជានិច្ចបាទផ្ទះរបស់គាត់ស្អាតជានិច្ចបាទផ្ទះពួកយើងស្អាតជានិច្ចគឺស្អាតជានិច្ចហើយតុបតែងបានយ៉ាងល្អ My mother keeps everything neat and tidy My mother keep everything neat and tidy ពេលថាម្ដាយរបស់ខ្ញុំរក្សាអ្វីៗគ្រប់យ៉ាងបាទឲ្យមានរបៀបរៀបរយអញ្ចឹងមកថាម្ដាយ My mother keep មកថាគាត់រៀបរបស់របរយ៉ាងមានរបៀបរៀបរយរក្សាអ្វីៗហ្នឹងយ៉ាងគ្រប់យ៉ាងបាទថាគាត់រៀបចំរបស់របរគ្រប់យ៉ាងមានរបៀបរៀបរយបាទអញ្ចឹងរបស់របរឲ្យបានដូចជាខោអាវតុទូផ្ទះបាយផ្ទះអីហ្នឹងគឺគាត់រៀបចំមានរបៀបរៀបរយបាទឥឡូវយើងបន្តទៅអត្ថបទយើងបន្តទៀត There is a small garden in front of my house we grow one flower and some vegetable ថាមានសួនច្បារតូចមួយ There is a small from garden ថាមានសួនច្បារមួយតូចមួយ in front of my house we grow one flower ថា in front of នៅពីមុខផ្ទះរបស់ខ្ញុំបាទដែលមានដាំផ្កា
and some biggest stable និងបន្លែមួយចំនួន My home is not just a building, it's a place full of love, care and happiness ផ្ទះរបស់ខ្ញុំគឺផ្ទះរបស់ខ្ញុំគឺមិនមែនជាអាគារនោះទេបាទផ្ទះរបស់គាត់គឺអត់ធ្វើពីអាគារទេ It is a place full of love ដែលវាជាកន្លែងដែលពោពេញបាទវាគឺជាកន្លែងដែលពោពេញទៅដោយសេចក្តីស្រឡាញ់ It is a place full of love វាពោពេញវាជាទីកន្លែងពោពេញទៅដោយសេចក្តីស្រឡាញ់ care ការយកចិត្តទុកដាក់ and happiness និងមានសុភមង្គល Whenever I return home I feel soft and peaceful នៅពេលដែលខ្ញុំត្រឡប់មកផ្ទះវិញបាទ Whenever I return home នៅពេលដែលខ្ញុំត្រឡប់មកផ្ទះវិញ I feel soft and peaceful ខ្ញុំមានអារម្មណ៍សុវត្ថិភាពនិងសន្តិភាពបើថាគាត់មានអារម្មណ៍សុវត្ថិភាពហើយនឹងមានសន្តិភាពផ្លូវចិត្តផ្លូវកាយផ្លូវអារម្មណ៍របស់គាត់ហ្នឹង Trees my home is the most comfortable place in the world ពិតណាស់បាទ truly នេះខ្ញុំប្រែថាពិតណាស់ My home បាទផ្ទះរបស់ខ្ញុំ is the most comfortable គឺជាកន្លែងបាទគឺជាកន្លែងដែលមានផាសុកភាពជាងគេបំផុតនៅក្នុងពិភពលោកអញ្ចឹងគាត់គិតថាផ្ទះរបស់គាត់ហ្នឹងគឺវាមានផាសុកភាពបំផុតនៅលើពិភពលោកហ្នឹងបាទអញ្ចឹង truly my home is the most comfortable place in the world បាទថាពិតណាស់ផ្ទះរបស់ខ្ញុំគឺជាផ្ទះមួយដែលមានផាសុកភាពជាងគេនៅក្នុងពិភពលោកនៅពិភពលោកហ្នឹងគាត់គិតថាផ្ទះរបស់គាត់ហ្នឹងគឺមានផាសុកភាពបំផុតបាទនៅលើពិភពលោកហ្នឹងបាទអញ្ចឹងសម្រាប់វីដេអូទី2គឺយើងមកដល់ទីបញ្ចប់ហើយបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងរាល់ការកំហុសខុសឆ្គងយ៉ាងណានោះបាទសូមខមមិននៅក្រោមវីដេអូទាំងអស់គ្នាបាទសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត